សួស្តីបងប្អូនទាំងអស់គ្នានេះគឺខ្ញុំប្រាប់ពីវិធីងាយបងប្រាក់នៅក្នុងណោតខ្មែរចឹងយើងចូលនៅក្នុងទូរស័ព្ទដៃឬកុំព្យូទ័រក៏ដោយគឺយើងចូលទៅវាយក្នុង Google ហ្នឹងយើងរើពាក្យណោតខ្មែរហ្នឹងមកនេះ website របស់ខ្ញុំចឹងយើងចុចទៅលើវាហ្នឹងមកវាមាន option 2អានេះគឺកន្លែងយើងបងប្រាក់រួចហើយយើងយកលេខទូរស័ព្ទនិង password log in នៅទីនេះតែបើសិនជាមិនទាន់ទេគឺចូលបងប្រាក់ថ្មីនេះអញ្ចឹងវិធីបងប្រាក់នៅនេះមានហើយក៏មានវីដេអូនៅលើដែរបើយើងអត់ដឹងពីរបៀបបងប្រាក់ចូលមើលលើហ្នឹងទៅចុះពីរបៀបបងប្រាក់ស្រួលទេគ្រាន់តែបញ្ចូលលេខទូរស័ព្ទរបស់បងប្អូនមករួច password នេះយើងចង់វាមិនក៏បានដែរដាក់អង់គ្លេសលាយលេខក៏បានអញ្ចឹងយើងឧទាហរណ៍ទៅខ្ញុំដាក់តែលេខណាដែលយើងស្រួលចាំដាក់បាន9ខ្ទង់ឡើងទៅអញ្ចឹង QR code វានឹងបង្ហាញឲ្យយើង scan ហើយនេះគឺកញ្ចប់សេវាកម្មយើងរើសយកមួយណាដែលយើងចង់បងមកអញ្ចឹងកន្លែងនេះគឺងាយស្រួលទេគ្រាន់តែយើងថត screen ឬក៏យកទូរស័ព្ទផ្សេងយកមក scan បងមកវានឹង auto log in ចូលដោយស្វ័យប្រវត្តិគ្រាន់តែយើងសំខាន់គឺនេះលេខទូរស័ព្ទនិង password ពេលដែលយើងចង់ដូរ device ទូរស័ព្ទលើក្រោយយើងគ្រាន់តែចូលមកកន្លែងនេះមកដាក់លេខទូរស័ព្ទនិង password មក log in ទៅគឺវាចូលហើយលើកលែងតែយើងអត់ទាន់មានយើងត្រូវតែមកភ្ជាប់សេវាកម្មនេះហើយអត់ពិបាកទេគ្រាន់តែយើង scan QR code មកនេះតែ$1ទេពេលដែល scan រួចរាល់វារងចាំប្រហែលជា10វិនាទីវានឹងចូល log in ដោយស្វ័យប្រវត្តិមកអញ្ចឹងវិធីនេះងាយស្រួលទេ